សួស្តីអ្នកគ្នាជួបជាមួយនឹងខ្ញុំណាវីទៀតហើយថ្ងៃនេះគឺយើងនឹងនិយាយតាក់ទងជាមួយនឹងការ check ជាមួយនឹង filter របស់ Smart Me Air Purifier ឬក៏ filter ផ្សេងៗដែលតាក់ទងជាមួយនឹងម៉ាស៊ីនសក់ចោលនិយាយទៅតាក់ទងជាមួយនឹងម៉ាស៊ីនផ្សេងៗគឺការប្រើប្រាស់អីគឺដូចគ្នាទេមិនខុសគ្នាហ្មងទេអញ្ចឹងដើម្បី check ជាមួយនឹង filter បានទី1យើងអាចមើលនៅក្នុង app ថាភាគរយរបស់វានៅសល់ប៉ុណ្ណាទី2យើងអាច check នៅលើ filter ផ្ទុកជាស្ដែងក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺជាមនុស្សដែលជួយប្រើជាមួយនឹង check ជាស្រឡាញ់ជាមួយនឹងការប្រើប្រាស់នៅក្នុង app មានន័យថាវាទាន់សម័យវាទំនើបមែនតើអញ្ចឹងខ្ញុំប្រើនៅក្នុង app អញ្ចឹងទី1យើងគ្រាន់តែចុចចូលមកក្នុង app Xiaomi Home មកហើយវា app មួយនេះគឺខ្ញុំបាន connect រួចរាល់ហើយខ្ញុំគ្រាន់តែ select លើវាបន្ទាប់មកទៀតខ្ញុំ scroll អស់មកខាងក្រោមទីដល់គ្នានឹងឃើញពាក្យថា filter អញ្ចឹង filter មួយនេះគឺវាប្រាប់យើងថានឹងសល់ប៉ុន្មាន%អញ្ចឹងម៉ាស៊ីនមួយនេះខ្ញុំតតែនឹងប្រើប្រាស់ដែរទេហើយវាអស់ត្រឹមតែ 1% តែប៉ុណ្ណោះ filter ខ្ញុំប្រើហ្នឹងអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ដឹងថា filter របស់ម៉ាស៊ីនអ្នកនរគ្នានឹងសល់ប៉ុន្មាន%អាចចុចចូលមើលនៅក្នុងវីដេអូមួយនេះបានហើយមួយវិញទៀតតើតើជាមួយនឹងការសម្អាតអ្នកនរគ្នាតែឆ្ងល់ថាតើតើជាមួយនឹងម៉ាស៊ីនសុកចោលហ្នឹងតើតើជាមួយនឹងការសម្អាតair របស់វាឬក៏ filter របស់វាហ្នឹងគេសម្អាតប៉ុណ្ណាខ្លះតើជាមួយនឹងការប្រើប្រាស់គឺខ្ញុំអត់តម្រូវថាអ្នកនរគ្នាត្រូវតែប្រើប៉ុណ្នេះដើម្បីសម្អាតទេដោយសារតែតើជាមួយនឹងការប្រើប្រាស់វាតម្រូវទៅលើស្ថានភាពជាក់ស្ដែងទៅលើខ្យល់ជាក់ស្ដែងឬក៏ទីតាំងជាក់ស្ដែងវាអត់ដូចគ្នាទាំងអស់ទេខ្យល់ល្អមិនល្អខ្យល់ច្រើនឬក៏តិចអីហ្នឹងគឺអាស្រ័យទៅលើទីតាំងផ្ទាល់ជាក់ស្ដែងចឹងសម្រាប់ខ្ញុំគ្រាន់តែចង់ប្រាប់ថាបើសិនជាឧទាហរណ៍ថាអ្នកគ្នាតនេធំថា2សប្តាហ៍ទៅ3សប្តាហ៍អីអ្នកគ្នាចង់ឆែកម្ដងក៏បានដែរអញ្ចឹងតើជាមួយនឹងការឆែកយើងគ្រាន់តែដក filter ចេញមកដើម្បីឆែកមើលអញ្ចឹងតើជាមួយនឹងការឆែកមើលហើយហ្នឹងគឺយើងគួរតែធ្វើអំណាចទៀតចម្លើយហ្នឹងគឺយើងអាចសម្អាតវាបានប៉ុន្តែតើជាមួយនឹងការសម្អាតទី1អ្វីដែលសំខាន់តែម្ដងគឺហាមលាងទឹកអានេះគឺចំណុចសំខាន់ហ្មងដោយសារតែវាគឺជាប្រភេទ filter ផ្ទុកជាមួយនឹងបាក់តេរីវីរុសអីផ្សេងៗយើងអាចលាងទឹកវាបានទេហើយក៏អាចថាលាងទឹកឲ្យយកទៅហាលទៅវាស្គមវាប្រើបានគឺអត់ទេដោយសារវាប្រើជាមួយនឹងប្រភេទកាតាខាងក្នុងអីចឹងណាយើងអាចប្រើប្រាស់ជាមួយនឹងការលាងទឹកបានទេអញ្ចឹងតើជាមួយនឹងការសម្អាតយើងដោះ filter វាចេញមកបន្ទាប់មកទៀតយើងយកជាប្រភេទពណ៌ brush ឬក៏ជាប្រភេទពណ៌ម៉ាស៊ីនដែលយើងអាចផ្លុំជាមួយនឹងខ្យល់នឹងចេញបានអញ្ចឹងយើងគ្រាន់តែផ្លុំយើងគ្រាន់តែអូសវាសម្អាតវាតិចតួចអីបានតែប៉ុណ្្នឹងអីហាមលេងទៅតែប៉ុណ្្នឹងគឺបានទេហើយតើជាមួយនឹងការប្រើប្រាស់គឺវាត្រូវការបដូរ filter ទៅតាមថ្ងៃខែឆ្នាំដែលវាត្រូវការបដូរឧទាហរណ៍ថាម៉ាស៊ីនមួយនេះគឺវាអាចប្រើប្រាស់ filter ចន្លោះពី6ខែទៅ1ឆ្នាំគឺយើងបដូរម្ដងអញ្ចឹង at least គឺយើងត្រូវ check មួយកន្លែងហ្នឹងដែរថាយើងគួរតែបដូរពេលណាយើងអាច check filter របស់វានៅក្នុង app ឬក៏យើងអាចមើលនៅក្នុងនេះបានតែជាមួយនឹងការមើលខាងក្រៅគឺយើងបានគ្រាន់តែសម្អាតវាតិចតួចទេប៉ុន្តែធម្មតាគឺយើងត្រូវការបដូរវាដោយសារវាគឺជា filter យើងអាចថាសម្អាតវាហើយគឺយើងអាចប្រើវារហូតបានទេគឺអត់បានទេអញ្ចឹងកុំភ្លេចមើលការប្រើប្រាស់និងការសម្អាតផងអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយ